đầm bay slide top từ nângยุទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតសាលារៀនត្រូវតែប្រែក្លាយខ្លួនឯងឲ្យទៅជាអង្គភាពនវានុវត្តន៍ដែលមិនត្រឹមតែផ្ដល់ចំណេះដឹងឲ្យសិស្សប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនលើកកម្ពស់ការអប់រំខាងផ្នែកចរិយាធម៌ហើយនឹងលើកកម្ពស់សុខភាពនិងជំនាញដល់សិស្សរបស់យើងផងដែរហេតុនេះហើយខ្ញុំចង់គូសបញ្ជាក់នៅបញ្ហាចំនួន4ដែលខ្ញុំយល់ថាជាបញ្ហាកលឹះដែលយើងទាំងអស់គ្នាត្រូវយល់ហើយនឹងត្រូវរួមគ្នាដោះស្រាយបញ្ហាកលឹះទី1គឺការគ្រប់គ្រងសាលារៀននិងថ្នាក់រៀននៅក្នុងបរិបទនៃការអប់រំក្នុងសតវត្សទី21នេះការគ្រប់គ្រងសាលារៀនហើយនិងថ្នាក់រៀនមិនមែនគ្រាន់តែជាការថែរក្សារបៀបរៀបរយវិន័យការកត់ត្រួតពិនិត្យវត្តមានឬការដាក់ពិន័យដល់គ្រូនិងសិស្សទេយើងត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតនៃការគ្រប់គ្រងរបស់យើងពីអ្នកត្រួតត្រាអ្នកកត់ត្រាវត្តមានទៅជាអ្នកសម្របសម្រួលអ្នកជួយជាទីប្រឹក្សាហើយនឹងជាវិស្វករនៃក្តីសង្ឃឹមសម្រាប់គ្រូហើយនិងសិស្សរបស់យើងសម្រាប់ខ្ញុំការគ្រប់គ្រងថ្នាក់រៀនដែលផ្អែកទៅលើភាពជាម្ចាស់របស់សិស្សគឺជាចំណុចគន្លឹះនៃការបង្កើននូវភាពច្នៃប្រឌិតនៅក្នុងវិស័យអប់រំដើម្បីលើកកម្ពស់គុណភាពអប់រំថ្នាក់រៀនមិនមែនជាបន្ទាយទាហានទេវាគួរតែជាវេទិកាដេញដោលមតិនៅពេលដែលយើងផ្ដល់អំណាចឲ្យសិស្សហ៊ានសួរសំណួរហ៊ានសាកល្បងនៅអ្វីដែលថ្មីហ៊ានបញ្ចេញមតិយោបល់និងហ៊ានទទួលខុសត្រូវចំពោះការសិក្សារៀនសូត្ររបស់ពួកគាត់នោះយើងមិនត្រឹមតែផ្ដល់នៅកន្លែងមួយឲ្យសិស្សបានអង្គុយរៀននោះទេតែយើងថែមទាំងកំពុងកសាងនៅឆន្ទៈម្ចាស់ការឯករាជ្យភាពគំនិតច្នៃប្រឌិតហើយនឹងសេចក្តីក្លាហានទៅឲ្យពួកគេផងដែរខ្ញុំគិតថាកិច្ចការមួយចំនួនដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសាលារៀនដូចជាការអភិវឌ្ឍលើកកម្ពស់សោភ័ណភាពនៅក្នុងសាលារៀនជាកម្មវិធីទស្សនកិច្ចសិក្សាឬមួយក៏ជាកម្មវិធីសប្បុរសធម៌ផ្សេងគួរតែប្រគល់ទៅឲ្យសិស្សជាអ្នកដឹកនាំហើយនឹងអនុវត្តក្រោមការប្រឹក្សាយោបល់ពីលោកគ្រូអ្នកគ្រូលើសពីនេះខ្ញុំគិតថានាយកសាលានិងលោកគ្រូអ្នកគ្រូទាំងអស់ត្រូវតែគ្រប់គ្រងសាលារៀននិងថ្នាក់រៀនដោយប្រើបេះដូងនិងការយល់ចិត្តគ្នាការគ្រប់គ្រងដ៏មានប្រសិទ្ធភាពបំផុតគឺជាការបង្កើតទីកន្លែងដ៏មានសុវត្ថិភាពខាងផ្លូវចិត្តក្តីសង្ឃឹមហើយនឹងមោទនភាពនៅក្នុងសាលារៀននឹងធ្វើឲ្យសិស្សហើយនឹងគ្រូមានអារម្មណ៍ថាពួកគេគឺជាមនុស្សមានតម្លៃគឺជាមនុស្សសំខាន់ម្យ៉ាងវិញទៀតការគ្រប់គ្រងសាលារៀនត្រឹមតែរបងសាលាគឺជាការគិតខុសឆ្គងការជំរុញឲ្យឪពុកម្ដាយសហគមន៍ហើយនិងអាជ្ញាធរមូលដ្ឋានឃុំស្រុកคล้ายជាដៃគូពិតប្រាកដគឺជាកិច្ចការងារដ៏សំខាន់និងចាំបាច់សម្រាប់ការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋានអាជ្ញាធរមូលដ្ឋានជួយការពារសាលាបង្កលក្ខណៈងាយស្រួលនិងមានសុវត្ថិភាពសម្រាប់ការសិក្សាអប់រំនៅឯមូលដ្ឋានរីឯឪពុកម្ដាយជួយតាមដានការសិក្សារៀនសូត្ររបស់សិស្សនៅឯផ្ទះនោះយើងនឹងឃើញកម្លាំងសរុបពិតប្រាកដនៃការលើកកម្ពស់គុណភាពអប់រំនៅក្នុងសហគមន៍ជាចុងក្រោយការគ្រប់គ្រងថ្នាក់រៀននៅក្នុងសម័យ Digital នេះទាមទារឲ្យយើងមាននវានុវត្តន៍និងគណនេយ្យភាពនាយកនាយិកាត្រូវមានសេចក្តីក្លាហានក្នុងការហ៊ានរៀនសូត្រហើយនឹងប្រើប្រាស់នៅកម្មវិធីបច្ចេកវិទ្យាសាមញ្ញដើម្បីតាមដានវឌ្ឍនភាពនៃការសិក្សារបស់រៀនរបស់សិស្សហើយនឹងលើកទឹកចិត្តដល់គ្រូបង្រៀនអ្នកអប់រំមិនត្រូវខ្លាចការផ្លាស់ប្ដូរនោះទេប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាត្រូវខ្លាចជាងគេបំផុតគឺការនៅស្ងៀមដែលធ្វើឲ្យកូនចៅរបស់យើងមិនអាចដើរទាន់ពិភពលោកបាន